គោលដៅរបស់ជីវិតគឺអ្វីបើយើងត្រូវស្លាប់ថ្ងៃណាមួយវាពិតជាមានផ្លូវមិនកើតចាស់ឈឺស្លាប់សូមទូលព្រះអង្គព្រះនាងប្រសូតបុត្រាហើយកើតមកហើយព្រះជាត្រៀមប្រស្ងោយជប់លៀងពេលល្ងាចដើម្បីឆ្លងការប្រសូតរបស់ព្រះបុត្រាចំណងដ៏ធំបានកើតឡើងហើយផឹកទៅមកដើម្បីអបអរណាអរគុណដែលបានចូលរួមសូមសុខសប្បាយទាំងអស់គ្នាមែនយៈសោធារីជាទីស្រឡាញ់ដល់ពេលដែលយើងត្រូវបែកពីនាងនិងកូនរបស់យើងហើយយើងមានភារកិច្ចដែលត្រូវទទួលខុសត្រូវច្រើនជាងក្តីមេត្តាចំពោះអ្នកដែលមានក្តីទុក្ខមានភាពសំខាន់ច្រើនជាងបើអ្នកទាំងពីរមានគ្រប់យ៉ាងបរិបូរណ៍ហើយយើងនឹងចាកចេញពីនាងលាសិនហើយទូលបង្គំរៀបចំសេះសំណប់សម្រាប់ព្រះអង្គហើយទូលបង្គំសូមអំបរឲ្យព្រះអង្គបដូរប្រតិយទៅយើងទៅសិនហើយមុនពេលដែលវាហួសពេលព្រះអង្គមេត្តាឲ្យទូលបង្គំទៅតាមព្រះអង្គដល់មាត់ស្ទឹងផងក្រាបទូលឆាន់មិត្តសម្លាញ់ដល់ពេលដែលយើងត្រូវលាលោកហើយនឹងសេះកណ្ណកៈមិត្តរបស់យើងមេត្តានាំយកសម្លៀកបំពាក់និងគ្រឿងអលង្ការព្រះកេសានិងព្រះខ័នរបស់យើងទៅថ្វាយព្រះបិតាផងចុះទូលព្រះអង្គថាយើងនឹងស្លៀកស្បង់ជីពរតាំងពីពេលនេះតទៅយើងនឹងប្រើពេលវេលានិងក្តីព្យាយាមរបស់យើងដើម្បីត្រាស់ឲ្យបានយើងមិនត្រឡប់ទៅវិញទេរហូតទាល់តែយើងសម្រេចគោលបំណងធំបំផុតនៃជីវិតមេត្តាប្រាប់ព្រះមហេសីនិងព្រះមេត្តាឆារបស់យើងផងថាយើងមានសុខភាពល្អមិនបាច់ស្វែងរកយើងទេយើងនឹងត្រឡប់ទៅវិញដល់ពេលដែលសមរម្យលោកកៅដញ្ញៈលោកមើលនោះពរិបុត្រាសុទ្ធថារបស់យើងទីតើត្រូវហើយព្រះអង្គប្រហែលជាយើងចេញពីរាជវាំងដោយពាក្យទំនាយហើយបើអញ្ចឹងហេតុអ្វីក៏យើងមិនចូលរួមជាមួយព្រះអង្គទៅល្អតើយើងអាចជួយព្រះអង្គបានដែរតើធ្វើការបោសសម្អាតនិងគោរពប្រណិប័តព្រះអង្គរហូតទាល់តែស្វែងរកឃើញសច្ចធម៌កៅដញ្ញៈអើយយើងដូចជាព្រួយបារម្ភណាស់កន្លងទៅ6ឆ្នាំហើយព្រះអង្គដូចជាសោយព្រះកញ្ញាតែបន្តិចបន្តួចមើលព្រះអង្គចោះមើលតែបែបនេះទៀតព្រះអង្គពិតជាសក្ដិហើយស្អីគេហ្នឹងអំបញ្ញមិញយើងឃើញដុំគ្រោះក្នុងទឹកថ្លាឆ្វេងតែពេលយើងជៀនជើងចុះទៅក្នុងទឹកពួកបាយជាផលឡើងយើងលែងឃើញដុំគ្រោះទៀតហើយយើងនេះសែនងងខ្លាំងណាស់លោកពិតជាប្លែកខ្លាំងណាស់ខ្ញុំនាំហ្វូងកូដដល់ឆ្លងស្ទឹងនេះស្ទើរតែរាល់ថ្ងៃមិនឃើញមានបញ្ហាអ្វីសោះតែថ្ងៃនេះហ្វូងកូមិនព្រមឆ្លងស្ទឹងទេមើលលោកដោយក្តីងឿងឆ្ងល់តើលោកជាអ្នកណាហើយមកពីណានាងតូចយើងកំពុងស្វែងរកសច្ចធម៌យើងមកពីទីឆ្ងាយណាស់យើងសូមអង្គុយតាំងសមាធិក្រោមដើមឈើមួយនេះតែលោកទីនេះគ្រោះថ្នាក់ខ្លាំងណាស់កុំបារម្ភអីនាងតូចគ្មានអ្នកណាដឹងថាយើងនៅទីនេះទេលោកជាវាយរបស់ខ្ញុំជាអ្នកខ្ពង់ខ្ពស់ណាស់ហេតុអីក៏មិនទៅជាមួយពួកយើងអត់ទេនាងតូចកុំនិយាយពីយើងឲ្យសោះមិនគួរមានអ្នកណាដឹងថាយើងនៅទីនេះទេបានប៉ុន្តែអាហាររបស់លោកនោះ
មើលនោះទៅជិត6ឆ្នាំហើយដែលសទ្ធថាបំពេញទុក្ករកិរិយាយ៉ាងជាប់លាប់តែនៅពេលនេះមិនទាន់បានសច្ចធម៌ឡើយទេហើយពេលនេះគេកំពុងតែទាមទារចំណីអាហារខ្ញុំវិញអត់ទៅហើយនេះព្រះអង្គនេះមានន័យយ៉ាងណាទៅព្រះអង្គបបងកោតាំងចិត្តហើយណាហេតុអីព្រះអង្គសោយកាយាទៅវិញសម្លាញ់អើយយើងត្រូវជៀសវាងការត្រួតត្រងទាំងឡាយហេតុអ្វីត្រូវធ្វើគឺដូចជាដីពួកដែលរងក្រោមគ្រោះយ៉ាងនេះឯងយើងទើបតែដឹងច្បាស់ថាការធ្វើបាបរាងកាយនិងចិត្តខ្លួនឯងធ្វើឲ្យរាងកាយខ្សោយហើយចិត្តនឹងត្រួតត្រងរហូតមិនអាចស្វែងរកសច្ចធម៌បានហើយយើងគិតយ៉ាងម៉េចទៀតទៅយើងត្រូវទទួលអាហារដើម្បីចិញ្ចឹមរាងកាយបើរាងកាយមាំមួនចិត្តក៏អាចស្វែងរកសច្ចធម៌បានដែរព្រះអង្គប្រកាសប្រតិហើយអីដំបូងព្រះអង្គមានបន្ទូលឲ្យយើងប្រណិប័តបែបបង្អត់អាហារពេលនេះបែរជាឲ្យយើងដើរផ្លូវកណ្ដាលបានហើយព្រះអង្គលះបង់ការព្យាយាមហើយកំពុងតែដោះសារបើព្រះអង្គបញ្ជាក់ឲ្យយើងមិនបានទេយើងនឹងរកអ្នកផ្សេងជំនួសវិញមែនហើយឈប់សិនស្ដាប់យើងសិនទៅមកវិញសិនមក35ឆ្នាំកន្លងផុតទៅពិតជានឿយហត់ខ្លាំងណាស់ហើយនៅទីនេះអ្នកនាងហូណាទៅបោះសម្អាតក្រោមដើមជ្រៃហើយយកខ្សាច់ទៅរយឲ្យខ្ញុំផងណាចាស់អ្នកនាងចិត្តទេវតាចាស់អ្នកនាងមានទេវតានៅក្រោមដើមឈើហើយទទួលសំណែនមកមើលជាមួយខ្ញុំទៅមើលដោយផ្ទាល់ភ្នែកណាដោយក្តីគោរពខ្ញុំឈ្មោះសុជាតិតាជាកូនស្រីរបស់លោកមេភូមិស្រីបំរើរបស់ខ្ញុំឈ្មោះហូណាជឿថាលោកជាទេវតាយើងមិនមែនជាទេវតាអីទេអញ្ចឹងលោកជាអ្នកណាយើងជាសាមណៈដែលកំពុងស្វែងរកសច្ចធម៌កាលខ្ញុំនៅពីតូចខ្ញុំធ្លាប់បន់ស្រន់ក្រោមដើមជ្រៃនេះថាបើខ្ញុំមានស្វាមីដែលមានឋានៈប្រហាក់ប្រហែលគ្នាហើយកូនដំបងរបស់ខ្ញុំជាកូនប្រុសខ្ញុំនឹងសែនបាយមកហូបឲ្យជារៀងរាល់ឆ្នាំក្តីប្រាថ្នារបស់ខ្ញុំបានខ្លាចជាការពិតហើយសូមមេត្តាទទួលអាហារនេះផងចុះហើយសូមឲ្យលោកសម្រេចដូចការតាំងចិត្តរបស់លោកផងបើយើងបានត្រាស់ដឹងនៅថ្ងៃនេះសូមឲ្យភៀកមួយនេះចូលអណ្ដែតបញ្ច្រាស់ខ្សែទឹកតែបើសិនជាអត់ទេសូមឲ្យភៀកមួយនេះអណ្ដែតទៅតាមបណ្ដោយខ្សែទឹកចុះ